សូមស្វាគមន៍ប្រិយមិត្តមកកាន់ការសង្ខេបរឿងថៅកែចិត្រចោលរឿងថៅកែចិត្រចោលត្រូវបាននិពន្ធដោយលោកអ៊ុំឆិននិងលោកប៉ៅយូឡេងរឿងនេះបានតាក់តែងឡើងនៅឆ្នាំ1956រឿងនេះជាប្រភេទល្ខោននិយាយនៅឆ្នាំ1956មានព្រឹត្តិការណ៍មួយកើតឡើងនៅទីក្រុងភ្នំពេញគឺលោកថៅកែបានប្រាប់ឲ្យពូហំបើកឡានបុកឡានរបស់លោកអ៊ុងប៉ាងហុងលីដោយសន្យាថានឹងឲ្យលុយ 10000 រៀលដោយជីវភាពគ្រួសាររបស់ពូហំក្រីក្រពេកបានបង្ខំឲ្យពូហំប្រថុយប្រព្រឹត្តអំពើក្បត់ឧត្តមគតិខ្លួនឯងហំក៏បានបើកឡានទៅបុកឡានរបស់អ៊ុងប៉ាងហុងលីបណ្ដាលឲ្យមានមនុស្សស្លាប់ដល់ទៅ3នាក់ព្រឹត្តិការណ៍នេះប៉ូលីសក៏បានប្រកាសតាមចាប់ខ្លួនហំមុននឹងរត់គេចខ្លួនហំក៏ទៅរកជួបថៅកែដើម្បីបើកប្រាក់រង្វាន់ប៉ុន្តែមិនបានជួបនឹងថៅកែជួបតែជំនួយការឈ្មោះផានិតគេឃើញពូហំនិងផានិតកំពុងជជែកគ្នាពីរឿងនេះដោយផានិតបានឲ្យពូហំរត់គេចខ្លួនប៉ុន្តែពូហំមិនរត់ទេគឺចាំយកលុយ 10000 ពីថៅកែសិនព្រោះត្រូវការយកលុយនេះទៅឲ្យម្ដាយធ្វើបុណ្យនិងឲ្យកូនស្រីទិញប្រដាប់ប្រដារៀនសូត្របន្តមួយសន្ទុះក្រោយមកទើបឃើញថៅកែចូលមកដល់ពូហំក៏សុំលុយពីថៅកែបែរជាបដិសេធទៅវិញហើយឲ្យតែ200រៀលដោយយកលេសថាគាត់មិនបានប្រើពូហំបើកបុកគេឲ្យស្លាប់នោះទេអ្នកទាំងពីរក៏មានការឆ្លោះប្រកែកប្រណាំងគ្នាតែនៅតែមិនព្រមត្រូវគ្នាទេព្រោះថៅកែមិនព្រមឲ្យលុយ 10000 ទៅពូហំតាមការសន្យាទោះបីជាមានផានិតនិងក្រុមកម្មករជួយនិយាយអង្វរក៏ថៅកែយ៉ាងណាក៏ដោយនៅផ្ទះពូហំឯនេះវិញមានប៉ូលីសជាច្រើនទៅឡោមព័ទ្ធចាប់ពូហំប៉ុន្តែប្រពន្ធគាត់ប្រាប់ថាប្តីគាត់អត់មកផ្ទះ 4-5 ថ្ងៃហើយពួកក្រុមប៉ូលីសក៏ត្រឡប់ទៅផ្ទះរបស់លោកថៅកែឃើញអ្នកទាំងពីរប្រកែកគ្នាអំពីចោរប៉ូលីសក៏សួររកមុខចោរដើម្បីចាប់យកទៅដាក់ទោសខណៈនោះអ្នកទាំងអស់គ្នាក៏ជ្រួលច្របល់ពូហំបានសាររបៀបថាគាត់ជាអ្នកបើកឡានបុកអាហុងលីប៉ុន្តែនេះគឺដោយសារតែថៅកែបញ្ជាឲ្យបុកដែរត្រូវតែចាប់ទាំងថៅកែប្រកែកថាពូហំនិយាយកុហកពេលនោះផានិតកុងត្រីសុកមានជួយធ្វើជាសាក្សីឲ្យពូហំស្រាប់តែថៅកែបានអស់ដៃប៉ូលីសទៅខ្សឹបប៉ូលីសក៏ចាប់ពូហំយកទៅក្រសួងនគរបាលដោយអយុត្តិធម៌ដោយຕົកឲ្យនាងយ៉ានប្រពន្ធពូហំសោកបោកប្រានអាណិតប្តីទីបញ្ចប់មានសុកកុងត្រីនិងផានិតត្រូវបានថៅកែបណ្ដេញចេញឈប់ឲ្យធ្វើការនៅទីនោះការសង្ខេបរឿងរបស់យើងបានដល់ទីបញ្ចប់សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះសូមកុំភ្លេចចុច like Subscribe និង Follow ម្នាក់មួយផងណាអរគុណជម្រាបលា